ពន្លឺព្រះអាទិត្យរៀបអស្តង់គត់បញ្ចេញរស្មីពណ៌លឿងទុំជះទៅលើជញ្ជាំងវីឡាចាស់មួយនៅជាយក្រុងរបងដៃត្រេះចាប់វ៉លីរំពាត់ជិតឈឹងហាក់ចង់លាក់បាំងអាចកំបាំងដែលកប់ទុកជាយូរលង់លោកសាវុតបាននាំគ្រួសារមកដល់ទីនេះទាំងក្តីសង្ឃឹមប៉ុន្តែក្នុងចិត្តអ្នកស្រីម៉ារីបែរជាមានអារម្មណ៍ភ័យខ្លាចស្ទាក់ស្ទើរហាក់មានរឿងអពមង្គលចាំនៅខាងមុខនៅពេលយប់សញ្ញឹងសំឡេងសត្វខ្មោចយំកងរំពងពេញព្រៃសុកកូនប្រុសច្បងដេកផ្អៀងផ្អង់ទៅក្នុងបន្ទប់ថ្មីតែភ្នែកគេមិនអាចបិទជិតបានឡើយខ្យល់ត្រជាក់បក់កាត់បង្អោយមករងាដល់ឆ្អឹងខ្យល់បក់រវិញនាំក្លិនផ្ការំដួលស្អុយរលួយភាយពេញបន្ទប់ភ្លាមនោះសំឡេងតន្ត្រីបុរាណមួយចាប់ផ្ដើមបន្លឺឡើងតិចតិចសំឡេងត្រសៅយំអង្វរលាយឡំសំឡេងស្គរវាយដំទៀបទៀបចេញពីក្រោមអ៊ិតការ៉ូសុកងើបអង្គុយទាំងខ្លួនញ័រទៅតាក់គេសម្រេចចិត្តកាន់ពិលដាវចុះទៅជាន់ក្រោមជើងនីមួយៗដែលជាន់លើឈើក្តារបន្លឺសំឡេងគ្រឿតក្រតគួរឲ្យខ្លាចសំឡេងដង្ហើមញាប់ស្ទើរតែដាច់ខ្យល់គេដើរទៅឈប់នៅមុខទ្វារបន្ទប់ក្រោមដីដែលមានចររៈខ្វាត់ខ្វែងសំឡេងតន្ត្រីស្រាប់តែប្រែជារន្ថើនញាប់ញ័រដោយសំឡេងគេរំរែកក្នុងពិធីបុណ្យសពភ្នែកសុកសម្លឹងតាមប្រហោងសោគេឃើញពន្លឺភ្លើងទៀនពណ៌ខៀវព្រាព្រាលក្នុងនោះមានមនុស្សម្នាក់កំពុងអង្គុយបែរខ្នងស្លៀកពាក់បែបបុរាណកំពុងកាត់សក់ឲ្យនរណាម្នាក់ប៉ុន្តែនៅពេលក្រវីពើទៅសំលៀងនោះក៏ស្ងាត់បាត់គ្មានដានឃើញតែធូលីដីហ៊ុយសំពងពេលសុកបំរុងនឹងងាកក្រោយស្រាប់តែមានដៃត្រជាក់ស្រាប់ដូចតកកមកស្តាបអង្អែលកញ្ចាំងកគេថ្នមរួចខ្សឹបថាកូនម្នាក់នេះសាច់ឈាមល្អណាស់ព្រឹកឡើងសុកមានសភាពស្លេកស្លាំងតែលោកសាវុតគិតថាជាការផ្លាក់ប្ដូរកន្លែងដេកមិនសាមយប់ទី2គ្រោះភ័យកាន់តែធំអ្នកស្រីម៉ារីកំពុងឆ្លុះកញ្ចក់សាត់សក់ស្រាប់តែរូបភាពក្នុងកញ្ចក់មិនធឺតាមភ្នែកឡើងក្រហមងាំងឈាមហូរស្រក់តាមចុងសក់អ្នកស្រីចង់ស្រែកតែហាក់ដូចជាមានអ្វីមកខ្ទប់មាត់ចិត្តក្នុងបន្ទប់ដេករបស់ក្មេងៗសេឡាដែលជាកូនស្រីពៅចាប់ផ្ដើមសើចម្នាក់ឯងនាមឈរអ្នកកាច់ជ្រុងបន្ទប់សម្លឹងទៅលើដំបូលផ្ទះរួចនិយាយថាបងស្រីហេតុអ្វីបងគ្មានត្បាល់សុកលឺហើយប្រលឹងចុងសក់គេស្ទុះទៅមើលស្រាប់តែឃើញស្រមោលខ្មៅធំមួយកំពុងសំយុងជើងចុះពីដំបូលផ្ទះជើងវែងអន្លុយស្បែកខ្មៅក្រញីងក្រចកដៃមុតស្រួចដូចកំបិតដោយមិនអាចទ្រាំបានសុកបានយកពូថៅទៅវាយបំបែកច្រវាក់ទ្វារបន្ទប់ក្រោមដីក្លិនស្អុយរលួយដូចសពសត្វភាយចេញមករអើមក្អើមខ្ចើមធ្វើឲ្យចង់ក្អកចង្អោរនៅកណ្ដាលបន្ទប់គេឃើញមកឈរថ្មមួយដាក់តម្កល់ចោលនៅលើមកឈរមានរូបថតម្ចាស់ផ្ទះមុនដែលមុខមាត់ដូចលោកសាវុតបែកបិទភ្លាមនោះទ្វារបន្ទប់ក្រោមដីក៏បិទក្រាំងភ្លើងទៀនជុំវិញបន្ទប់ឆេះឡើងពណ៌ឈាមវិញ្ញាណម្នាក់ណែកលិចចេញមកខ្លួនព្រាននាងដាច់ដោយសាច់ធ្លាក់រលួយភ្នែកម្ខាងនាងរាំតាមចង្វាក់តន្ត្រីដែលឮកាលពីយប់មិញនាងច្រៀងរៀបរាប់ថា10ឆ្នាំចាំម្ចាស់វិញ្ញាណមិនផ្លាស់នៅចាំទីនេះឈាមត្រូវសងឈាមកុំមកបំពេញវិមានចំណេះយកជីវិតអ្នកមកដាក់ជំនួសបញ្ចប់រឿងនេះសុកនឹងគ្រួសារព្យាយាមរត់ចេញតែផ្ទះទាំងមូលប្រែជាគ្មានផ្លូវចេញឃើញតែជញ្ជាំងថ្មជិតឈឹងលោកសាវុតចាប់ផ្ដើមបាត់បង់ស្មារតីភ្នែកប្រែជាសនិងនិយាយភាសាបុរាណដែលស្ដាប់មិនយល់គេកាន់កាំបិតដើរតម្រង់មករកប្រពន្ធកូននៅព្រឹកបន្ទាប់អ្នកភូមិឮសំឡេងតន្ត្រីស្ងាត់បាត់ទៅពួកគេមកមើលក៏ឃើញផ្ទះនោះស្ងប់ស្ងាត់ដោយដើមប៉ុន្តែនៅលើជញ្ជាំងផ្ទះមានរូបភាពថ្មីមួយសន្លឹកទៀតគឺរូបភាពគ្រួសារលោកសាវុតដែលមានទឹកមុខញញឹមស្រស់ស្រាយតែភ្នែករបស់ពួកគេទាំងអស់គ្នាគ្មានប្រសរីភ្នែកហាក់ដូចជាត្រូវគេឆក់យកប្រលឹងទុកឲ្យនៅយាមផ្ទះនោះជារៀងរហូត